ទោះជាបែកក៏ដោយកៅក៏ដោយ100ក៏ដោយតែស្លាប់នៅតែស្លាប់មែនទេក៏ប៉ុន្តែនៅក្នុងពុទ្ធសាសនាយើងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងមានស្លាប់មាន2ប្រភេទស្លាប់ហើយកើតទៀតមួយប្រភេទវាមាន2ប្រភេទដែរស្លាប់ហើយកើតទៀតអានឹងមួយប្រភេទហើយមួយប្រភេទមួយទៀតស្លាប់ហើយអត់កើតស្លាប់ដែលអត់កើតនេះឯងគេហៅថាបរិនិព្វានដល់បាននេះបងសកលអញ្ចឹងយើងឥឡូវដែលមានអត្តភាពមកជួបនៅពុទ្ធសាសនានេះតើយើងនៅតែបន្តការកើតការស្លាប់ហើយកើតហើយស្លាប់ហើយកើតអញ្ចឹងតទៅទៀតដែរអត់ឃើញបើព្រះអង្គទ្រង់សម្ដែងមកការកើតនេះគឺជាទុក្ខរឿយឃើញមើលយើងមើលសភាពដែលយើងតាំងពីតូចមករហូតដល់ស្មើហ្នឹងយើងរស់សេចក្តីសុខឃើញដែរអត់វាមានសុខក៏ប៉ុន្តែវាតិចតួចណាស់ដោយច្រើនគឺទុក្ខហើយទុក្ខដែលយើងត្រូវទទួលនេះព្រះដ៏មានពភៈព្រះអង្គទ្រង់សម្ដែងគឺឧបាទានខណ្ឌទុក្ខនេះឯងគ្មានទុក្ខឯណាមកក្រៃលែងជាងឧបាទានខណ្ឌ5នេះទេគឺជាទុក្ខកើតមកហើយនាំពំយកនៅឧបាទានខណ្ឌមកជាភារៈដ៏ធ្ងន់យើងមើលកាលយើងនៅតូចយើងអត់គិតទេដោយសារការគ្រប់គ្រងរបស់មេដាបេតាដឹងទៅរឿងពេលឃ្លៀងទៅរកបាយដល់តែយើងអស់អំពីម្ដាយគ្រប់គ្រងទៅឪពុកគ្រប់គ្រងទៅហើយយើងចិញ្ចឹមជីវិតឲ្យខ្លួនឯងដឹងបានបញ្ហាកើតមកអាទុកនឹងវាមករស់នៅមិនរស់នៅដោយសត្វប្រឡត់ណាមនុស្សរស់នៅត្រូវមានអ្វីបរិភោគបើយើងមិនរស់ធ្វើមិនអាចបរិភោគហើយត្រូវមានទេសសម្បែងជ្រុលត្រូវមានសម្លៀកបំពាក់ឃើញទេត្រូវមានថវិកាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំខំប្រឹងរហូតដល់ភ្លេចរោគនៅទីពឹងសម្រាប់ខ្លួនដោយសារឧបាទានខណ្ឌដែលជាទុក្ខ5យ៉ាងនេះឯងមានរូបោបាទានខណ្ឌជាដើមនេះឯងហើយដូច្នោះបានជាព្រះដ៏មានពភៈព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះអង្គមានផ្លូវមួយផ្លូវរបស់ព្រះអង្គមានតែមួយផ្លូវមួយដែលជាមជ្ឈិមាបដិបទាអរិយមេបកដល់អង្គ8ប្រការគឺជាផ្លូវជាដំណើរដើម្បីទៅកាន់ព្រះនិព្វានដែលជាទីរលត់នៅឧបាទានខណ្ឌទុក្ខនេះឯងដែលស្លាប់អត់មានការកើតបន្តយល់ទេអញ្ចឹងយើងកំពុងតែជួបក្នុងពុទ្ធសាសនានេះគួរតែយើងស្ដាប់ឲ្យបានយល់ថាផ្លូវព្រះអង្គនៅមានអាចប្រតិបត្តិបាននឹងឈានចូលទៅកាន់ទីរំលត់ទុក្ខគឺព្រះនិព្វានឧបាទានខណ្ឌ5នេះត្រូវរលត់មិនមានសេះសល់ក្នុងព្រះនិព្វានអញ្ចឹងយើងមានដំណើរទៅកាន់ព្រះនិព្វានបានអាចមានសេចក្តីសុខព្រោះមិនមាននៅឧបាទានខណ្ឌទុក្ខនេះឯងតែបើសិនជាយើងមិនខំប្រឹងប្រែងក្នុងដំណើរផ្លូវរបស់ព្រះអង្គទៅកាន់ព្រះនិព្វានទេគឺនៅតែស្លាប់ហើយកើតបន្តដល់បានទេណាបងសុខនោះឧទាហរណ៍យ៉ាងដូចជាលោកមីបាសអ៊ុំមីអញ្ចឹងគាត់មិនមែនបរិនិព្វានទេណាគាត់គ្រាន់តែស្លាប់ហើយកើតទៀតឥឡូវនេះគាត់កើតបាត់ហើយកើតជាអ្វីគឺយើងមិនដឹងទេក៏ប៉ុន្តែព្រះអង្គទ្រង់សម្ដែងថាលោកមីអ៊ុំមីនឹងកើតបាត់ហើយណាទេបងអញ្ចឹងបើសិនជាញាតិរបស់យើងស្លាប់ហើយកើតទៀតអញ្ចឹងយើងអាចប្រងើយបានដែរអត់ស្លាប់ទៅព្រោះកាលនៅវាក៏តែមើលទៅក៏ស្លាប់ឲ្យយើងធ្វើម៉េចព្រះអង្គទ្រង់សម្ដែងថាបើស្លាប់ហើយញាតិរបស់អ្នកឯងស្លាប់ឲ្យនៅកើតទៀតអញ្ចឹងយើងត្រូវឲ្យដឹងថាអ្នកដែលរួមរស់នៅជាមួយនឹងយើងរាល់ថ្ងៃនេះ
មិនមានតែយើងម្នាក់ឯងទេណាអ្នកដែលនៅជុំវិញជាមួយនឹងយើងមានអ្នកខ្លះឋានៈជាម្ដាយបង្កើតអ្នកខ្លះមានឋានៈជាឪពុករបស់យើងអ្នកខ្លះឋានៈជាស្វាមីរបស់យើងអ្នកខ្លះឋានៈជាភរិយារបស់យើងជាកូនជាចៅជាអ៊ំជាមីជាមីរបស់យើងហើយបើអ្នកទាំងអស់នឹងស្លាប់ទៅសួរថាអ្នកទាំងអស់នឹងដែលធ្លាប់នៅជុំវិញជាមួយនឹងយើងធ្លាប់មានអំពើល្អមកលើយើងមានដែរអត់ដូចជាម៉ែយើងធ្លាប់មានអំពើល្អមកលើយើងមានដែរអត់មានអាត្រង់ដែលមាននេះអីកាលណាយើងមិនអើពើដោយកាន់យកតែរឿងសេចក្តីស្លាប់មកជាមុខហើយយើងអត់រវល់ទេណាវាចូលទៅក្នុងការមិនដឹងគុណការមិនដឹងគុណអកតញ្ញូឃើញទេយើងអត់មានធ្វើអីក៏តែអាការមិនដឹងគុណហ្នឹងវាមាននៅក្នុងសន្តានចិត្តរបស់យើងតែម្ដងពីព្រោះអ្នកនឹងធ្លាប់ធ្វើអំពើល្អដល់យើងឥឡូវគាត់ស្លាប់ហើយយើងអត់រវល់ឃើញទេតាមបានទេបងសុខុមអញ្ចឹងព្រះសម្មាសម្ពុទ្ធថាបើសិនជាយើងស្លាប់នៅកើតទៀតអញ្ចឹងការដឹងគុណនិងការតបគុណនេះនៅតែមានរហូតណាបងទូយ៉ាងដូចជាបងរៀបចំប៉ុននឹងអញ្ចឹងនេះគឺជាការដឹងគុណតាដឹងគុណចំពោះលោកមាអង្គមានហ្នឹងដែលលោកធ្លាប់នៅជាមួយនឹងយើងមានអំពើល្អរាប់អស់ណាបងហ្នឹងហើយរឿងនេះឯងហេតុអីបានជាព្រះអង្គទ្រង់សម្ដែងថាសូម្បីតែអ្នកស្លាប់ទៅកាន់លោកខាងមុខហើយនៅតែមានការដឹងគុណតបគុណទៀតយើងលើកពីសំណួរចឹងហេតុអ្វីបានជាព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាសូម្បីតែអ្នកស្លាប់ទៅកាន់លោកខាងមុខហើយនៅតែព្រះអង្គព្រានបដៅឲ្យយើងដឹងគុណតបគុណទៀតថាអ្នករស់នៅទៅថាវាទៅតបគុណទៅដឹងគុណអ្នកដែលស្លាប់ទៅហើយឲ្យខ្ញុំនៅដឹងគុណតបគុណទៀតហេតុអីបានជាព្រះអង្គទ្រង់សម្ដែងឲ្យដឹងគុណចឹងពីព្រោះយើងត្រូវដឹងឲ្យគោលការណ៍នៃលទ្ធិពុទ្ធសាសនាយើងត្រូវដឹងអំពីគោលការណ៍នៃពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធដូចជាមានព្រាហ្មណ៍ម្នាក់ចូលមកថ្វាយបង្គំព្រះដែលមានពភាកហើយបានក្រាបថ្វាយបង្គំទូលសួរព្រះដែលមានពភាកបបិទ្ធសមណគោតមតើលទ្ធិរបស់ព្រះអង្គនឹងជាលទ្ធិដូចម្ដេចព្រានប្រដៅដូចម្ដេចព្រានសួរចឹងដូចយើងនៅកាន់ពុទ្ធសាសនាចឹងអ្នកណាមកសួរថាអ្នកឯងកាន់ពុទ្ធសាសនាតើអ្នកឯងដឹងថាព្រះសម្មាសម្ពុទ្ធមានលទ្ធិដូចម្ដេចពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដូចម្ដេចបានជាអ្នកឯងមកកាន់ពុទ្ធសាសនាគេសួរយើងអញ្ចឹងហើយយើងត្រូវឆ្លើយមិនឃើញទេព្រាននឹងសួរព្រះដ៏មានពភាកអញ្ចឹងបបិទ្ធសាមណៈតើលទ្ធិរបស់ព្រះអង្គដូចម្ដេចព្រះអង្គព្រានប្រដៅឲ្យនៅអូវាទដូចម្ដេចបានព្រះដ៏មានពភាកផងសម្ដែងថាមានព្រានតថាគតមានលទ្ធិតថាគតមានអវាទតថាគតព្រានប្រដៅនៅអ្វីដែលមិនសមគួរនឹងធ្វើនឹងអ្វីដែលគួរធ្វើលទ្ធិរបស់តថាគតមានពីរដែរគឺអ្វីដែលមិនគួរធ្វើនិងគួរធ្វើឃើញទេព្រះអង្គទ្រង់ត្រាស់សម្ដែងឆ្លើយចឹងព្រាននឹងស្ដាប់អត់យល់សាកសួរទៀតបបិទ្ធសាមណៈតើអ្វីដែលមិនគួរធ្វើតើអ្វីដែលគួរធ្វើបានព្រះដ៏មានពភាកសម្ដែងព្រោះต้องថាសម្ដែងមកមនាលព្រានតថាគតពោលថាកាយទុច្ចរិតនេះមួយវជ័យទុច្ចរិតនេះមួយវណោទុច្ចរិតនេះមួយគឺជាអំពើដែលមិនគួរធ្វើឃើញទេគឺជាអំពើដែលមិនគួរធ្វើហើយតថាគតតែងតែឲ្យអវាទពាក្យព្រានបដៅថាកាយសុចរិតនេះមួយវជ័យសុចរិតនេះមួយមនោ សុចរិតនេះមួយជាអំពើដែលគួរធ្វើឃើញទេនេះគឺជាគោលការណ៍នៃព្រះពុទ្ធសាសនាអំពើអកុសលអំពើអាក្រក់ទុច្ចរិតគ្រប់ប្រការបងហាមមិនគួរធ្វើអញ្ចឹងបានជាអវាទតានេះមកក៏សម្ដែងថាសព្វតបស្សអករណាកិរិយាឈប់ធ្វើបាបមួយមែនទេឃើញទេយើងមកកាន់ពុទ្ធសាសនាយើងត្រូវដឹងថាយើងចូលមកក្នុងពុទ្ធសាសនាយើងត្រូវដឹងថាគឺយើងត្រូវឈប់ធ្វើបាបពីព្រោះព្រះអង្គមិនឲ្យធ្វើអំពើ
ទុច្ចរិតណាមួយតាមផ្លូវកាយវាចាចិត្តទេឃើញទេដូចជាយើងលើកមកតើប្តីយើងស្លាប់ម្ដាយយើងអស់បុណ្យឪពុកយើងអស់បុណ្យទៅកាន់លោកខាងមុខយើងមិនបានធ្វើនៅការដឹងគុណតបគុណចំពោះលោកទេតើអំពើនឹងគួរធ្វើឬមិនគួរធ្វើឃើញទេម្ដាយយើងស្លាប់ទៅកាន់លោកខាងមុខឪពុកយើងស្លាប់ទៅកាន់លោកខាងមុខស្វាមីយើងស្លាប់ទៅកាន់លោកខាងមុខភរិយាយើងស្លាប់ទៅកាន់លោកខាងមុខកូនចៅអ៊ំមីងមាយើងស្លាប់ទៅកាន់លោកខាងមុខហើយយើងអត់ដឹងគុណអត់តបគុណទេតើអំពើនឹងគួរធ្វើឬក៏មិនឬក៏គួរធ្វើគឺជាអំពើមិនគួរធ្វើវាចូលទៅក្នុងកាយទុច្ចរិតវាចូលទៅក្នុងវជ័យទុច្ចរិតវាចូលទៅក្នុងមโนទុច្ចរិតដូចជាព្រះអង្គទ្រង់បានសម្ដែងអញ្ចឹងយល់ទេអញ្ចឹងមានន័យថាអ្នកដែលស្លាប់ទៅកាន់លោកខាងមុខដែលជាញាតិរបស់យើងអ្វីដែលយើងគួរធ្វើគឺត្រូវតែដឹងគុណត្រូវតែតបគុណពីព្រោះការដឹងគុណនិងតបគុណវាជាកាយសុចរិតជាវិជ័យសុចរិតជាមโนសុចរិតដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាលទ្ធិព្រះអង្គគឺមានអវាទមានពាក្យពីម្ដៅថាសុចរិតនេះឯងជាអំពើគួរធ្វើយល់ទេអញ្ចឹងឃើញទេអញ្ចឹងយើងត្រូវតែធ្វើអញ្ចឹងការដែលបន់ធ្វើតិក្ខណានុបទានហ្នឹងគឺត្រឹមត្រូវទៅតាមប្រអប់របស់ព្រះអង្គហ្នឹងដែលយើងត្រូវធ្វើណាពីព្រោះតិក្ខណានុបទានហ្នឹងគឺជាកាយសុចរិតជាវិជ័យសុចរិតជាមโนសុចរិតអញ្ចឹងយើងត្រូវតែធ្វើហើយនេះខ្ញុំគ្រាន់តែលើកឲ្យយល់អំពីយើងថាយើងកើតមកនៅក្នុងវដ្តសង្សារនេះយើងកើតនៅក្នុងវដ្តសង្សារនេះមិនមែនយើងរស់នៅតែមួយអ្នកឯងទេយើងរស់នៅជាមួយនឹងអ្នកជុំវិញរបស់យើងច្រើនណាស់ហើយអ្នកទាំងអស់ហ្នឹងសិតតែមានឧបការៈគុណព្រះអង្គទ្រង់សម្ដែងតទៅទៀតមិនខ្ញុំលើកអំពីការធ្វើតិក្ខណានុបទាននេះគឺការដឹងគុណនិងការតបគុណយល់ទេអញ្ចឹងហ្នឹងហើយបានព្រះអង្គទ្រង់សម្ដែងនៅក្នុងបុគ្គលបញ្ញត្តិព្រះអង្គទ្រង់សម្ដែងថាកតមេទ្វេបុគ្គលាកតមេទ្វេភិក្ខវេបុគ្គលាទុលភាលោកស្មៈព្រះអង្គទ្រង់សម្ដែងនៅបុគ្គលបញ្ញត្តិព្រះអង្គសម្ដែងថាបុគ្គលពីរពួកគឺជាបុគ្គលរកបានដោយកម្រនៅក្នុងលោកឃើញទេព្រះអង្គទ្រង់សម្ដែងអញ្ចឹងបុគ្គលពីរពួកទ្វេណាពីរពួកគឺជាបុគ្គលរកបានដោយក្រនៅក្នុងលោកបានព្រះដ៏មានព្រះភាពអង្គទ្រង់សម្ដែងថាតើបុគ្គលពីរពួកដែលក្ររកបានដោយក្រនៅក្នុងលោកនឹងដូចម្ដេចព្រះអង្គទ្រង់សម្ដែងថាបុព្វការីមួយនិងកតញ្ញូកតវេទីមួយណាបងអ៊ីបុព្វការីរកបានដោយកម្រណាស់នៅក្នុងលោកអ្នកដែលដឹងគុណតបគុណកតញ្ញូកតវេទីរកបានដោយកម្រណាស់ក្នុងលោកព្រះអង្គទ្រង់សម្ដែងអញ្ចឹងហើយយើងមើលជុំវិញយើងអ្នកណាដែលជាបុព្វការីរបស់យើងមេត្តាជាបុព្វការីរបស់យើងដែរអត់ណាមេត្តាជាបុព្វការីរបស់យើងឪពុកជាបុព្វការីរបស់យើងគឺជាអីជាកតញ្ញូកតវេទីមេត្តាបិតាជាបុព្វការីយើងជាកូនគឺជាកតញ្ញូកតវេទីប៉ុន្តែព្រះអង្គសម្ដែងថាពីរពួកនឹងរកបានដោយកម្រដូចជាភិក្ខុសង្ឃមានអាចារ្យគ្រូឧបជាអញ្ចឹងបន្ទេវាសិទ្ធឬក៏សិទ្ធិវិហេរៈអាចារ្យនិងឧបជាជាឧបការីឯអន្តេវសិទ្ធហើយនឹងសិទ្ធិវិហេរៈគឺជាកតញ្ញូកតវេទីចែកអញ្ចឹងនៅក្នុងលោកចែកអញ្ចឹងដូចជានៅប្រទេសយើងមានស្ដេចគឺជាបុព្វការីយើងជាប្រជានុរាស្ត្រជាកតញ្ញូកតវេទីឃើញទេហើយព្រះអង្គសម្ដែងថាបុគ្គលពីរពួកនោះរកបានដោយកម្ររាល់ថ្ងៃរកម៉ែយើងបានដោយក្រប្រព្រឹត្តប្រព្រឹត្តប៉ុន្តែវាគប់អះដល់ព្រះអង្គសម្ដែងថាក្រនឹងក្រត្រង់កន្លែងណាបុព្វការីហ្នឹងកតញ្ញូកតវេទីយើងជាកូននឹងដែលក្រនឹងវាក្រនៅត្រង់កន្លែងណាគឺក្របុព្វការីក្រនេះពីព្រោះមេត្តាបិតាយើងជាដើមឬដូចជាព្រះសម្មាសម្ពុទ្ធអីជាបុព្វការីរកបានដោយងាយដែរព្រះសម្មាសម្ពុទ្ធក្រណាស់តម្រង់បានព្រះអង្គមែនទេ
ហើយយើងជាសាវករបស់ព្រះអង្គហ្នឹងក៏វាក្រក្រៃលែងក្រណាស់ព្រះអធិកថាលោកវិជាថាមេដាបៃតាគួរគោកហើយមិនchoព្រះអង្គទ្រង់សម្ដែងថាក្តៅក្រពីព្រោះបុព្វការីនេះមានហេតុជាទីតាំងគឺតណ្ហាមានតណ្ហាជាគ្រឿងគ្របសង្កត់ចំពោះបុព្វការីរឿងមេដាបៃតាដែលសម្បូរទៅដោយតណ្ហាសម្បូរដោយកិលេសអានោះគួរគោកក៏ប៉ុន្តែមេដាបៃតាដែលអត់មាននៅតណ្ហារស់បានដែរងាយរស់បានដែរមិនងាយទេយល់ទេអញ្ចឹងដែលរស់បានដោយក្រហ្នឹងគឺក្រត្រង់ដែលមានបុព្វការីដែលមិនមាននៅតណ្ហាគ្របសង្កត់យល់ទេអញ្ចឹងឃើញទេយើងមើលដូចជាព្រះសារីបុត្រព្យាយាមទៅប្រុសនាងសារីព្រះសារីព្រះមនីណាងាយណាស់ងាយរស់មេដាណាដែលបានជាអរិយបុគ្គលងាយដែរបានដោយក្រនឹងឲ្យបុព្វការីដែលរស់បានដោយក្រណាក្រត្រង់ដែលថាបុព្វការីដែលជាអរិយបុគ្គលដែលមិនមាននៅតណ្ហាគ្របសង្កត់បើមេដាបេដាមានអវិជ្ជាមានកិលេសហ្នឹងអូយតនាអស់ទេហ្នឹងយតនាអស់យល់បានដែរអត់ហើយកតញ្ញូកតវេទីព្រះអង្គសម្ដែងថារកបានដោយកម្រដូចគ្នារកបានដោយកម្រដោយហេតុអីដោយហេតុកតញ្ញូកតវេទីនឹងឯងមានអវិជ្ជាគ្របសង្កត់យើងមើលកូនដែលមាននៅកិលេសក្រឬសបោកូនណាដែលមាននៅកិលេសតែសបោឬក្រសបោcòn តែកូនដែលអត់មានអវិជ្ជាដែលលះបង់អវិជ្ជាបានមិនអាចអវិជ្ជាគ្របសង្កត់បានកូននឹងរកបានដោយក្រឬអត់អូក្រណាស់កូនដែលអត់មានចេះដឹងអីហ្នឹងអូយតនានេះគួរគោកហ្នឹងតែកូនដែលមាននៅបញ្ញាមានការប្រតិបត្តិដើម្បីលះបង់នៅអវិជ្ជាហ្នឹងក្រណាស់យល់បានទេអញ្ចឹងនឹងមកពីធ្វើបុណ្យទៅវាតេតិនជាមួយនឹងបុព្វការីអញ្ចឹងបានត្រូវលើកធម៌តេតិនជាមួយនឹងបុព្វការីហើយនឹងកតញ្ញូកតវេទី